cái nào là cái đạo thay công cha sát thủ chim điệp xưa ta xin cái chân đằng chỉ tì cờ rụp chỉ tì rọp ảm cầm thi bao dương ngày ní miền ở ca đam bay màu miền chùm ngon tinh túi từ lơ con mệt cha đại không cầm thi sầm rập bộ bay này khmai đại trôi cho năm khmai năng chẳng đam bay từ tua ban pol miền tầng óc nia tha bị thi bon trôi cho năm khmai dương năng bộ bật tới giang na hai giang mạch ban chia cao lang chia bon bộ bay này trôi cho năm khmai năng chẳng xôm ao tôi sẽ lấy cái chân tầng cho mau sẵn đắp cho mũi dương nhóm tầng cái này xôm con cái nào thoại con cha lực tí pí nà trang xua con cha ông pi bị thi cho năm khai nắng ta hai ở với ban tới chia tư nơi nông khai buồn nằng tới tới chia khai mê xá nà hai ở với ban trên chân con cha ai rệp rập bỏ bọn tình tôi không cá chập đàm cho năm khai nằng bán đấy con cha nà con xôm chấm ran po tu nhiệt nhung bột bò sát cột này cột bạch chất than tầng xôm chấm ran po nhung bột cừu bàn đó là cả thầm mà rung lực nấu bát cá khlam pi panh hàในการโจชนำประเพณีជាតិរបស់ខ្មែរតាមពិតទៅកាលពីសម័យដើមឡើយខ្មែរយើងគឺចូលឆ្នាំនៅដើមឆ្នាំដែរគឺមួយខែមួយដែរណាក៏ដោយប្រជាពលរដ្ឋរបស់ខ្មែរយើងនៅក្នុងស្រុកខ្មែរនោះនៅក្នុងខែ1ខែ2ខែ3ដើមឆ្នាំហ្នឹងគឺមិនទាន់ប្រមូលផលកសិកម្មរបស់ខ្មែរប្រជាជនរបស់យើងនៅប្រកបរបរកសិកម្មហ្នឹងមិនទាន់រួចរាល់បាទដល់មើលឃើញអំពីការលំបាកដែលប្រជាពលរដ្ឋមិនទាន់ប្រមូលផលហើយគឺថ្នាក់ដឹកនាំព្រះរាជាមន្ត្រីក្រមការទាំងអស់ក៏បានលើកខែហ្នឹងដើម្បីឲ្យប្រជាពលរដ្ឋប្រមូលផលកសិកម្មឲ្យអស់រហូតដល់ខែ4គឺនៅក្នុងខែចែកតែម្ដងក៏បានបង្កើតនៅកម្មវិធីចូលឆ្នាំនឹងទៅលើកទៅដល់ខែ4ដូច្នេះណាអរគុណទៀតណាចឹងចូលឆ្នាំខ្មែរយើងតាក់ទងទៅលើការប្រមូលផលដល់ហើយគុណចាគឺទុកឱកាសឲ្យប្រជាពលរដ្ឋគាត់ប្រមូលផលរួចណាហើយតើកម្មវិធីនឹងប្រព្រឹត្តទៅយ៉ាងដូចម្ដេចដែរហើយមានរយៈពេលប្រមាណដែរហើយយ៉ាងម៉េចដែរគុណចាស់សូមរៀបរាប់បន្តបន្តិចគុណចាស់ប្រជាប្រវេណីដែលយើងធ្លាប់ធ្វើតាំងពីដើមពីដែកមកគឺចូលឆ្នាំរបស់យើងមានរយៈពេល3ថ្ងៃព្រោះថ្ងៃទី1ថ្ងៃទី2ថ្ងៃទី3ដោយដែលអស់លោកស្រីញាតិញោមពុទ្ធបរិស័ទបានដឹងគ្រប់គ្នាទៅហើយដែរហើយនៅថ្ងៃដែលដំបូងឡើយហ្នឹងគឺថ្ងៃទី1ហ្នឹងគ្រប់គេហដ្ឋានទាំងអស់គ្រប់ផ្ទះគ្រប់សំបែងគ្រប់វត្តអារាមគឺមានការបោសសម្អាតជូតជ្រះនៅគ្រឿងធូលីទាំងឡាយទាំងពួងហ្នឹងរៀបចំរៀនទេវតាតាមគេហដ្ឋានផ្ទះរៀងខ្លួនហើយចំណែកឯកូនចៅប្រុសស្រីទាំងឡាយដែលមានឪពុកមានម្ដាយហ្នឹងគឺគាត់មានការទិញនៅសម្ភារៈនៅសម្ពុតខោអាវថ្មីជូនចំពោះលោកឪពុកអ្នកម្ដាយហើយមានជូនបាយជូនទឹកនំចំណីអីទៅតាមការជាស្រ័យរបស់គ្រួសារនីមួយហើយចំណែកតាមស្រុកទេសខ្លះស្រុកភូមិខ្លះថ្ងៃទី1ហ្នឹងគឺចាស់ហ្នឹងគាត់មុននឹងគាត់ទៅវត្តល្ងាចឡើងគាត់ទៅវត្តអញ្ចឹងកូនចៅដែលមានម្ដាយមានឪពុកចាស់ជរាហ្នឹងគឺជូននៅសម្លៀកបំពាក់ខោអាវសៅស្បៃនំចំណីត្រីសាច់ដល់គាត់ហើយគឺល្ងាចឡើងជូនឪពុកម្ដាយទៅវត្តគាត់ទៅថ្វាយខ្លួនជាឧបាសកឧបាសិការយៈពេល3ថ្ងៃហ្នឹងហើយដោយឡែកនៅថ្ងៃទី2គឺមានការទៅរាប់បាតនៅឯវត្តអារាមដើម្បីប្រមូលកុសលផលបុណ្យទាំងឡាយកើតចេញពីដុំបាយរបស់យើងហ្នឹង
ដាក់បាតប្រសងហ្នឹងដើម្បីនឹករលឹកដល់បុព្វការីជនមានមេត្តាបិតាឬក៏បុព្វការីជនដែលបានលះលោកនេះទៅកាន់ព្រះលោកខាងមុខហើយចំណែកឯព្រឹត្តិការណ៍បន្ទាប់ពីរាប់បាតហ្នឹងនៅឯស្រុកខ្មែរយើងប្រជាពលរដ្ឋទាំងអស់ក៏នាំគ្នាទៅពូនភ្នំខ្សាច់នៅតាមវត្តអារាមនីមួយៗហ្នឹងគេតែងតែធ្វើភ្នំខ្សាច់មួយជាតំណាងឲ្យចលាមនីចេតិយដើម្បីឲ្យប្រជាពលរដ្ឋទាំងអស់បានគោរពបានបូជានៅចលាមនីចេតិយនោះហើយថ្ងៃបន្ទាប់គឺជាថ្ងៃទី3ថ្ងៃចុងក្រោយហ្នឹងគឺមានកិច្ចស្រង់ព្រះជំរះនៅគ្រឿងឧបទ្រពទាំងឡាយទាំងពួងដូចជាអ្នកគ្រូបានដឹងហើយនៅវត្តយើងក៏បានធ្វើកិច្ចស្រង់ព្រះនេះដែរបងនៅស្រង់ព្រះនេះគឺចំពោះកូនចៅទាំងអស់លោកឧបមាថាព្រះពុទ្ធគឺជាបិតារបស់សត្វលោកទាំងអស់អញ្ចឹងកូនចៅទាំងអស់ក្នុងនាមជាកូនក្នុងនាមជាសិស្សគុណក្រមអាវាតហ្នឹងគឺត្រូវតែយកទឹកហ្នឹងមកជូតជំរះជាការគោរពគុណរបស់ព្រះសម្មាសម្ពុទ្ធក៏ប៉ុន្តែតួយ៉ាងនៅក្នុងអត្តន័យនេះគឺលោកចង់បញ្ជាក់ថាក្នុងនាមជាកូនចៅទាំងអស់គឺត្រូវតែមានទឹកមានអ្វីទៅពួងហ្នឹងយកទឹកយកអីទាំងអស់ហ្នឹងមកលាងជំរះកាយឲ្យលោកអ្នកដែលមានគុណរបស់ផងយើងគួររំលឹកថាពេលដែលយើងនៅតូចឡើយម្ដាយរបស់យើងតែងតែងូតទឹកឲ្យយើងតែងតែថែរក្សារូបរាងកាយយើងហ្នឹងដល់តែពេលយើងធំឡើងគឺយើងត្រូវតែធ្វើអ្វីទាំងអស់ហ្នឹងតបចំពោះលោកអ្នកដែលមានគុណយើងវិញចំណែកបងកណាអរគុណទៀតចង់សួរបន្តមកទៀតថាអញ្ចឹងពិធីបុណ្យចូលឆ្នាំខ្មែរហ្នឹងបានផ្សារភ្ជាប់ជាមួយនឹងទីវត្តអារាមហ្នឹងយ៉ាងជិតស្និទ្ធតែម្ដងឯគុណម្ចាស់ព្រោះដោយប្រទេសរបស់យើងប្រជាជនរបស់យើងគឺជាអ្នកកាន់នៅព្រះពុទ្ធសាសនាសាសនាព្រះពុទ្ធគឺជាសាសនារបស់រដ្ឋអញ្ចឹងព្រឹត្តិការណ៍ជាតិបុណ្យថ្នាក់ជាតិបុណ្យអ្វីរបស់ជាតិគឺអោបកសោបនៅជាមួយនឹងព្រះពុទ្ធសាសនាបាទកណាអរគុណហើយសំណួរមួយទៀតថានៅទីនេះមិនមែនជាប្រទេសកម្ពុជាទេគឺជាប្រទេសកាណាដាហើយយើងរស់នៅក្នុងប្រទេសកាណាដាហ្នឹងប្រយោជន៍អ្វីដែរដែលយើងត្រូវធ្វើបុណ្យចូលឆ្នាំខ្មែរហ្នឹងពីព្រោះនៅប្រទេសកាណាដាក៏គេមានពិធីចូលឆ្នាំសម្រាប់កាណាដាហ្នឹងដែរចង់សួរថាតើហេតុអីបានចាំបាច់ទៅធ្វើនៅក្នុងប្រទេសរបស់គេវិញបើយើងរស់នៅក្នុងប្រទេសរបស់គេហើយអញ្ចឹងណាគុណចាស់ប្រហែលបងហើយជាទូទៅគឺជាតិសាសនាមួយក៏ដូចជាជាតិសាសនាដែរក្នុងនាមយើងជាជាតិសាសន៍ខ្មែរយើងបានមករស់នៅក្នុងទឹកដីឆ្ងាយពីស្រុកកំណើតរបស់ផងយើងក៏ប៉ុន្តែយើងមិនអាចបំភ្លេចចោលនៅកតបកិច្ចរបស់យើងជាខ្មែរតែទោះទីយើងទៅនៅទីណាក៏ដោយកន្លែងណាក៏ដោយគឺយើងតែងតែរួបរวมគ្នាសាមគ្គីគ្នានៅកន្លែងនោះហើយបង្ហាញនៅវប្បធម៌របស់យើងនៅក្នុងទីនោះតួយ៉ាងដូចជាយើងទាំងអស់គ្នានៅក្នុងទីក្រុងCalgary ប្រទេសកាណាដានេះគឺយើងមានសហគមន៍របស់យើងមានសហគមន៍របស់យើងប្រព្រឹត្តទៅថែរក្សានៅមរតករបស់យើងទៅតាមអ្វីដែលយើងអាចធ្វើបានដែលច្បាប់នៅក្នុងទីនេះអនុញ្ញាតឲ្យយើងធ្វើដោយដែលយើងបានដឹងហើយថានៅក្នុងទីនេះមិនមែនជាជាតិរបស់យើងក៏ប៉ុន្តែគេអនុញ្ញាតឲ្យយើងធ្វើនៅប្រពៃណីនៅសាសនានៅទំនៀមទម្លាប់របស់យើងហើយញោមញាតិពុទ្ធបរិស័ទទាំងអស់ក៏ស្រឡាញ់ជាតិស្រឡាញ់សាសនាបានគេអនុញ្ញាតឲ្យធ្វើអញ្ចឹងទៅក៏យើងរួមគ្នាធ្វើបុណ្យធ្វើទានទៅតាមប្រពៃណីទំនៀមទម្លាប់របស់ជាតិសាសន៍យើងហើយនៅក្នុងពេលដែលយើងមកដល់ប្រទេសនេះទីនេះគឺយើងមិនអាចបំភ្លេចចោលទេយើងមកឆ្ងាយហើយរឿងសាសនារឿងជាតិរឿងប្រវេណីគឺយើងមិនអាចបំភ្លេចចោលក្នុងនាមយើងជាខ្មែរជនជាតិខ្មែរទោះបីជាយើងសញ្ជាតិអ្វីក៏ដោយក៏មិនអាចកាត់ផ្ដាច់ជាជាតិរបស់យើងបានកណាអរគុណទៀតសាធុអរគុណសូមអរគុណសម្រាប់ការបកស្រាយគុណម្ចាស់បានក្បោះក្បាយអំពីចូលឆ្នាំខ្មែរនេះចឹងសូមអរគុណសាធុជូនពរ